គីស្ថានកំពុងតែព្រួយបារម្ភថាអាចនឹងត្រូវបានទាញចូលពាក់ព័ន្ធដោយផ្ទាល់ក្នុងចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បន្ទាប់ពីក្រុមហូទីបានបើកការវិវត្តដោយមីស៊ីលនិងដ្រូនទៅលើទឹកដីអារ៉ាប៊ីសាអូឌីតការវិវត្តនេះបានកើតឡើងបន្ទាប់ពីក្រុមហូទីចោតអារ៉ាប៊ីសាអូឌីតបានបើកការវិវត្តលើអាកាសយានដ្ឋានមួយនៅយេម៉ែនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេក្រុមហូទីក៏បានព្រមានថាប្រសិនបើអារ៉ាប៊ីសាអូឌីតបន្តការវាយប្រហារពួកគេនឹងកំណត់គោលដៅលើអាកាសយានដ្ឋានកំពង់ផែនិងហេដ្ឋារចនាប្រព័ន្ធប្រេងសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីតចំពោះប៉ាគីស្ថានវិញដែលមានកិច្ចព្រមព្រៀងការពារជាមួយអារ៉ាប៊ីសាអូឌីតនិងកងទ័ពរួមទាំងយន្តហោះចម្បាំងមួយចំនួនកំពុងឈរជើងនៅទីនោះមន្ត្រីជាន់ខ្ពស់បានបញ្ជាក់ថាប្រសិនបើអារ៉ាប៊ីសាអូឌីតស្នើសុំជំនួយយោធាប៉ាគីស្ថាននឹងគោរពតាមកាតព្វកិច្ចរបស់ខ្លួនទោះជាយ៉ាងណាប៉ាគីស្ថាននៅតែរក្សាជំហរអព្យាក្រឹតនិងជំរុញដំណោះស្រាយតាមផ្លូវការទូតដើម្បីដោះស្រាយជៀសវាងសង្គ្រាមក្នុងតំបន់កាន់តែរីកធំចំណែកឯអ្នកវិភាគបានប្រមានថាប្រសិនបើជំនួយរវាងសហរដ្ឋអាមេរិកអ៊ីរ៉ង់ក្រុមហូទីនិងអារ៉ាប៊ីសាអូឌីតបន្តកើតឡើងនោះមិនត្រឹមតែសន្តិសុខនៅមជ្ឈមបូព៌ាតែប៉ុណ្ណោះទេប៉ុន្តែការពូកងប្រេងនិងពាណិជ្ជកម្មពិភពលោកអាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ